កាធ្វើដំណើរមកដល់ផ្សារសាលាលេខ5ស្រុកកំពុងត្រឡាចដ៏សែនសៅកាខំប្រឹងធ្វើការដើម្បីស្វែងរកប្រាកាំថ្ងៃ23 ខែឧសភាឆ្នាំ25វេលាព្រឹកព្រលឹមឡានដឹកកម្មករជួបគ្រោះឈាមហូរសម្រេចយំទន់ទ្រាំភ័យស្លន់គ្រប់ប្រាណអោវាសនាអើយបុប្ផារងចាំបងជីវិតសាច់ញាតិមិត្តយំសោកអាឡ័យអ្នកខ្លះរបួសធ្ងន់ស្រាលស្រែកភ័យឈាមហូរស្រោចដីលើផ្លូវមរណាទាំងថ្ងៃសង្ឃឹមមានន័យជួយគ្រួសារកំពុងក្រីក្រមិនគួរណាវាសនាចិត្តដាច់អប្រិយកាត់ផ្ដាច់និស្ស័យជីវិតកម្មកររងចោលលះ